បងប្អូនទស្សនិកជនដោយដែលការបានសន្យាជាមួយបងប្អូនរយៈពេលមួយខែចូលចិត្ត2ខែបងប្អូនហើយក្តីបំណងរបស់កណ្ដៀគឺអត់ទាន់បានសម្រេចជោគជ័យ 100% ទេប៉ុន្តែថ្លុកទឹករបស់យើងនេះត្រៀមនឹងលុបបំបត្តិដោយកណ្ដៀយ៉ាងច្បាស់ហើយនេះប៉ុន្តែគ្រាន់ថាអត់ទាន់ដល់ពេលវេលាមួយដែលត្រូវលុបឥឡូវនាំបងប្អូនទៅមើលគៀកបន្តិចទំហំក៏ចាប់ផ្ដើមធំណាស់ដែរនេះបងប្អូនធ្លាប់សន្យាជាមួយបងប្អូនថានឹងថតជូនបងប្អូនដោយប្រហែលសប្តាហ៍មុននោះយើងមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការថតជូនបងប្អូននៅថ្ងៃនេះយើងសម្រាប់ពីការងារយើងឆ្លៀតថតជូនបងប្អូនឲ្យមើលថាតើការវិវត្តរបស់ដំបូកហ្នឹងទៅជាយ៉ាងណាតើលុបបានឬក៏អត់ឥឡូវទៅគៀកតិចឲ្យបងប្អូនមើលតើវាលុបបានអត់រាល់ថ្ងៃបងប្អូនណារាល់ថ្ងៃហ៎នោះរុងអីគេបងប្អូនប្រហែលជារុងកដោប្រហែលជាកដោមកនៅទៀតហើយមើលទៅកដោមកនៅទៀតនេះបងប្អូនធំមកដបោកធំមែនទេហើយថ្លុកទឹករបស់យើងនេះដូចជាអត់បាត់ទឹកទៅណាទេបងប្អូននៅទឹកនៅពេញថ្លុកដដែលប៉ុន្តែបើកណ្ដៀនេះធ្វើកាន់តែពូតទៅវាធ្លាក់កតិចដីកតិចអីទៅវាអាចនឹងធ្វើឲ្យថ្លុកទឹកនេះលុបបាត់ដោយឯងតែម្ដងប៉ុន្តែបច្ចុប្បន្នភាពនេះគឺមិនទាន់លុបបានឡើយទេប៉ុន្តែទំហំនៃដំបូកនេះគឺធំឡើងហើយបងប្អូនធំឡើងហើយនេះការពីដំបូងឡើយថតជូនបងប្អូនប្រហែលជាកម្ពស់នេះឥឡូវនេះឡើងដល់2ច្អាមឡើងលើទៀតអញ្ចឹងបើសិនបើកណ្ដៀនឹងកាន់តែព្យាយាមកសាងដំបូកនឹងឡើងប្រហែលជាអាចខ្ពស់ទៅរហូតដល់បុកដបូលមើលទៅព្រោះខ្ញុំធ្លាប់ឃើញដំបូកមួយកន្លែងដែលនៅក្នុងខេត្តព្រៃវែងដែលផ្ទះរបស់គាត់ហ្នឹងរកស៊ីខាងលក់នំបញ្ចុកបងប្អូនហើយកណ្ដៀទៅធ្វើដំបូកកណ្ដាលផ្ទះគាត់ហ្មងដល់វិញគាត់អត់យកទៅណាទេគាត់ទុកឲ្យកណ្ដៀនឹងពូននៅនឹងហ្មងគាត់អត់ប៉ះពាយអញ្ចឹងណាដល់វាទៅកណ្ដៀនឹងចេះតែពូនទៅខ្ពស់ទៅហើយនៅចំកណ្ដាលផ្ទះបងប្អូននៅចំកណ្ដាលផ្ទះហ្នឹងហ្មងឥឡូវនេះខ្ញុំជាលើកទី3ហើយខ្ញុំសម្រេចថាយើងអត់ប៉ះពាយឬយើងអត់វាយដបូកនឹងចោលទេឲ្យវាកសាងធ្វើនឹងទៅអ្វីដែលសំខាន់នេះគឺវាធ្វើនៅលើថ្លុកទឹករបស់យើងនេះថ្លុកទឹកខ្ញុំដាក់ឲ្យសត្វមន់សត្វព្រាបផឹកនេះតែឥឡូវនេះវាធ្វើចង់លុបហើយអញ្ចឹងវាសល់តែមកបន្លោះទូចមួយតែបើសិនបើដំបូកនឹងធំទៅនៅតែបន្លោះហ្នឹងវាជារឿងអស្ចារ្យមួយទៀតដែរវាជារឿងមួយដែលប្លែកមើលទៅប្លែកទៀតនេះបងប្អូនមើលទៅដូចជាជ្រោះមួយអញ្ចឹងណាដូចជាភ្នំនៅជុំវិញហើយមានទឹកជ្រោះនៅកណ្ដាលហ្នឹងបងប្អូននេះឃើញទេធំណាមិនតូចណាធំទៅនេះអញ្ចឹងអាចនឹងទៅមុខទៀតថតជូនបងប្អូនទៀតថាតើវាវិវត្តខ្លួនទៅជាយ៉ាងណាដំបូកនេះតែធំទៅហើយពីមួយថ្ងៃទៅមួយថ្ងៃនេះគឺវិវត្តខ្លួនទៅរហូតនឹងអរគុណច្រើនបងប្អូនយើងហើយបានទស្សនាឲ្យទាំងបងប្អូនចាស់ទាំងបងប្អូនថ្មី fan ចាស់ fan ថ្មីអីបានទស្សនាឲ្យកុំភ្លេចជួយចុច Subscribe ក៏ដូចជាចុច Like នៅលើវីដេអូនឹងមួយផងហើយមានយោបល់ឬក៏មានចង់ឲ្យខ្ញុំបង្ហាញអីជូនបងប្អូនថែមទៀតជួយ comment ម្នាក់មួយណាអរគុណច្រើនបងប្អូនវីដេអូនេះផុសនៅលើ YouTube ជូនបងប្អូនមើលហើយជួបគ្នា2សប្តាហ៍ឬក៏3សប្តាហ៍ក្រោយទៀតថាតើវាទៅជាយ៉ាងណាអាហ្នឹងរកចាំទស្សនាភាពបន្តហ្នឹងហើយអូខេបាយបងប្អូន